เพศอโศสลเทวกถาได้มีอิทธิพลคลั่งหรือสังคมខ្មែរตั้งปีโบราณមកโดยมีนបង្ហាញជាចម្លាក់គំនូរល្ខោនច្រើនបែបយ៉ាងសំណេរកាព្យនិងការនិទានផ្ទាល់មាត់ជាដើមទស្សនីយភាពដែលកំពុងបង្ហាញឡើងជាឈុតតំណាងជាតិក្នុងលក្ខណៈទម្រង់ច្នៃប្រឌិតបែបសិល្បៈបុរាណក្នុងដំណើររឿងនៃវគ្គមួយនៅក្នុងរឿងរាមកេរ្តិ៍បានបង្ហាញអំពីអត្តចរិតរបស់នាងសីតាដែលបានសច្ចាថានឹងមិនវិលទៅជួបព្រះរាមជាដាច់ខាតលុះត្រាតែព្រះរាមសុគតដោយសារតែមូលហេតុនេះព្រះរាមបានធ្វើពុតជាចូលទីបង្គត់ដើម្បីបញ្ឆោតនាងសីតាឲ្យវិលមកជួបព្រះរាមវិញពេលដឹងដំណឹងថាព្រះរាមចូលទីបង្គត់នាងសីតាក៏ត្រឡប់មកនគរវិញហើយបានយំខ្សឹបខ្សួលនៅចំពោះកោដ្ឋដាក់ព្រះសពរបស់ព្រះរាមរហូតដល់បាត់បង់ស្មារតីចលនារឿងបុរាណមួយនេះក៏ត្រូវបានអ្នកនិពន្ធយកមកសម្ដែងឡើងនាពេលបច្ចុប្បន្ននេះផងដែរតាមរយៈការបង្ហាញនៅឈុតតំណាងជាតិមួយនេះក៏បានស្ដែងឲ្យឃើញពីមរតកវប្បធម៌ដ៏អស្ចារ្យនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈចម្លាក់ល្បាក់ផ្កានិងកាយវិការក្នុងទម្រង់បុរាណនៃតួអង្គផងដែរ